3. កាកសំណល់រាវនិងប្រព័ន្ធលូទឹកស្អុយនៅកម្ពុជាការគ្រប់គ្រងកាកសំណល់រាវមានជាបឋមគឺការបង្ហូរតាមបណ្ដាញលូកប់ក្នុងដីឬប្រឡាយយកទៅស្តុកទុកក្នុងអាងដែលជាបឹងធម្មជាតិបន្ទាប់មកគេបូមទឹកស្អុយទាំងនោះទម្លាក់ទៅក្នុងទន្លេនិងបឹងនានាដោយមិនបានធ្វើប្រតិកម្មទឹកសំអុយនោះជាមុននៅភ្នំពេញមានបណ្ដាញលូហូរទឹកសំអុយស្ថានីយ៍បូមទឹកចំនួន 9 និងអាងស្តុកទឹកមួយចំនួនទៀតដូចជាបឹងត្របែកបឹងស្រឡាងបឹងទំពុនដែលទើបតែត្រូវបានរៀបចំឡើងវិញសម្រាប់ដោះទឹកចេញពីទីក្រុងសម្ដៅកាត់បន្ថយការលិចលង់លំនៅឋានអ្នកស្រុកផ្លូវថ្នល់ក្រៅពីនេះគេឃើញមានសំណង់អាងស្តុកទឹកមួយចំនួនទៀតដើម្បីរំដោះទឹកភ្លៀងចេញពីតំបន់ខ្លះដូចជានៅមុខរដ្ឋសភាចាស់ជាដើមបន្ទាប់មកទើបគេបូមចេញពីអាងស្តុកទម្លាក់ទៅក្នុងទន្លេតែម្ដងនៅទីក្រុងភ្នំពេញនិងក្រុងផ្សេងទៀតពីមុនបញ្ហាប្រព័ន្ធលូបង្ហូរទឹកស្អុយនិងទឹកភ្លៀងបានចោទឡើងបណ្ដាញលូជាច្រើនប្រើការលេងកើតដោយសារភាពចាស់ទ្រុឌទ្រោមនិងកង្វះការថែទាំលើសពីនេះទៅទៀតស្ថានីយ៍បូមទឹកខ្លះពុំមានដំណើរការដោយខ្វះគ្រឿងបន្លាស់និងខ្វះការផ្គត់ផ្គង់ថាមពលអគ្គិសនីមិនបានល្អប្រព័ន្ធលូខូចខាតទឹកភ្លៀងហូរមិនទាន់ជួនខ្ពុលចេញពីមាត់លូហូរចូលលំនៅឋានលិចលង់ជាច្រើនថ្ងៃនៅកន្លែងខ្លះនៃទីក្រុងទឹកកខ្វក់អាចហូរចូលលាយឡំជាមួយនឹងទឹកទទួលទានបណ្ដាលឲ្យកើតជំងឺដង្កាត់ផ្សេងដូចជារាគរូសអាសន្នរោគជាដើមក្រសួងសាធារណការនិងដឹកជញ្ជូននៃសាលាក្រុងគឺជាអ្នកទទួលខុសត្រូវលើការប្រើប្រាស់និងការថែទាំបណ្ដាញលូទឹកស្អុយនិងទឹកភ្លៀងនៅទីក្រុងភ្នំពេញនិងតំបន់ផ្សេងទៀតនៃប្រទេសប៉ុន្តែសមត្ថភាពបច្ចេកទេសនៅមានកម្រិតសម្ភារៈគ្រឿងបន្លាស់មិនមានគ្រប់គ្រាន់ម្ល៉េះហើយប្រសិទ្ធភាពការងាររបស់ក្រសួងក៏ធ្លាក់ចុះការប្រមូលទុកដាក់កាកសំណល់នៅទីក្រុងធំនៃប្រទេសកម្ពុជានៅតែជាបញ្ហាចម្បងដែលអាជ្ញាធរក្រុងត្រូវប្រឈមមុខដោយសារតែកំណើនប្រជាជនក្រុងកំណើនឧស្សាហកម្មនិងភ្ញៀវទេសចរបញ្ហាខាងលើនេះតម្រូវឲ្យរដ្ឋាភិបាលរៀបចំយុទ្ធសាស្ត្រកែលម្អការគ្រប់គ្រងកាកសំណល់និងផ្ដល់អាទិភាពដល់ទីក្រុងភ្នំពេញក្រុងព្រះសីហនុនិងក្រុងសៀមរាបដែលជាមជ្ឈមណ្ឌល3ប្រកបដោយសក្តានុភាពសេដ្ឋកិច្ចខ្ពស់ជារួមបើធៀបទៅនឹងកាលពី1ឬ2ទសវត្សរ៍មុនឃើញថាការគ្រប់គ្រងកាកសំណល់នៅកម្ពុជាទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ដូចជាបណ្ដាញលូចាស់ទៅចង្អៀតខូចខាតបែកបាក់ត្រូវបានកោះកកាយយកចេញដាក់ជំនួសដោយបណ្ដាញលូថ្មីមានទំហំធំជាងមុនសំណង់អាណាធិបតេយ្យត្រូវបានរំដោះចេញពីប្រឡាយនិងអាងស្តុកដើម្បីចរន្តទឹកស្អុយហូរបានល្អមិនបង្កការកកស្ទះស្ថានីយ៍បូមទឹកស្អុយក៏ទទួលបានកំណែលម្អនិងបំពាក់គ្រឿងបរិក្ខារថ្មីមួយចំនួនបន្ថែមទៀតបើការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រភេទនេះនៅតែមានបន្តនៅពេលអនាគតទីក្រុងភ្នំពេញក្តីទីក្រុងដទៃទៀតក្តីនឹងមិនមានទឹកជំនន់លិចផ្លូវលំនៅឋានក្នុងពេលមានភ្លៀងធ្លាក់ធំទៀតឡើយ